Hello hello សួស្តីទាំងអស់គ្នាសុខសប្បាយទេចា៎អ្នកទាំងអស់គ្នាមិញហ្នឹងដោយសារនេះខ្ញុំលើកទូរស័ព្ទបងអូនស្រីម្នាក់ក៏ទេមកនេះខ្ញុំចា៎អញ្ចឹងក៏នេះខ្ញុំចង់លើក topic នេះយកមកនិយាយដែរព្រោះនេះខ្ញុំគិតថាវាជាសារៈសំខាន់មួយដែរចឹងណាសម្រាប់បងប្អូនខ្មែរយើងដែលគាត់ទិញផ្ទះហើយចា៎ចៃដន្យអីដែលថារឿងដែលយើងសេរីទៅឬមួយក៏បញ្ហាដែលវាកើតឡើងដែលយើងបានត្រៀមឬមួយវាមិនមែនជារងយើងចង់លក់ផ្ទះនឹងវិញថាតើយើងអាចមានសិទ្ធិលក់បានអត់ចាអញ្ចឹងខ្ញុំចង់លើកសម្ដែងដែរបើសិនជាយើងនិយាយពីការសម្រេចចិត្តរបស់យើងគ្មានអ្នកណាគេមកស្ទប់យើងមិនឲ្យយើងលក់ផ្ទះវិញទេតែគាត់ថាចំណុចសំខាន់ពេលដែលយើងនិយាយពីក្នុងករណីខ្ចីលុយធម្មតាកន្លែងខ្ចីលុយគេតម្រូវឲ្យយើងថាត្រូវនឹង6ខែសិនពីព្រោះដោយសារអីក្រាស្នាមធម្មតាគេឲ្យលុយយើងខ្ចីគេឆែកសំណងឯកសារឆែកអីអញ្ចឹងគេមាន penalty នៃរបស់គេអញ្ចឹងណាអញ្ចឹងក្រោយ6ខែអ្នកទាំងអស់គ្នាអាចលក់បានហើយប៉ុន្តែអ្វីដែលជាចំណុចសំខាន់គឺពេលដែលយើងទិញលក់ម្ដងគឺយើងមានសំណងឯកសារដែលយើងត្រូវចំណាយចាដូចជាចំណាយរកក្រាស្នាមខ្ចីលុយចំណាយកាត់កងសំណងឯកសារខ្លាំងជាកម្មសិទ្ធិអីហ្នឹងអញ្ចឹងពេលដែលយើងទិញគឺយើងមានពេលដែលយើងលក់ក៏យើងមានដែរចាដូចនេះខ្ញុំលើកវីដេអូថ្ងៃមុនអញ្ចឹងពេលដែលយើងលក់គឺយើងត្រូវបង់ commission បង់អីនិងបង់គេហៅថ្លៃ title insurance ដែលជាគេតម្រូវឲ្យយើងទិញនៅក្នុងរដ្ឋយើងនឹងទោះបីជាយើងត្រឹមតែទិញបាន6ខែក៏ដោយគូសំនេះគេមិនជឿយើងទេអញ្ចឹងគេយកក្រាស្នាមទៅយកអីសម្រាប់យកមកអញ្ចឹងធម្មតាពេលយើងលក់ទាំងហ្នឹងឲ្យអ្នកផ្សេងអ្នកទិញតែគេទិញតែយើងក៏គេតម្រូវឲ្យយើងត្រូវទិញ insurance សម្រាប់ insure ថាយើងនឹងពិតជាគ្មានច្បាប់មួយមែនព្រោះគេមិនយកសម្ដីជឿយើងទេអញ្ចឹងយ៉ាងណាមិញរាល់ការយើងទិញលក់គឺយើងមានថ្លៃរកក្រាស្នាមអញ្ចឹងអ្វីដែលយើងត្រូវខាត់បង់គឺយើងខាត់បង់ commission និងថ្លៃរកក្រាស្នាមទៅឲ្យពេលដែលយើងលក់នឹងអញ្ចឹងតែបើសិនជាបងប្អូនខ្ចីនឹងសម្រាប់គេទៅទិញនៅអញ្ចឹងវាច្រើនគឺគេតម្រូវឲ្យយើង6ខែសិនពួកមិនអញ្ចឹងគេមានបញ្ហា loan chargeback ជាមួយនឹងសំណងឯកសារខ្ចីលុយជាមួយនឹងហើយមួយទៀតបើសិនជាយើងទិញផ្ទះជួលពេលដែលយើងទិញទៅជួលកន្លែងខ្ចីលុយធម្មតាគេឲ្យយើងខ្ចីក៏គេរំពឹងថាគេស៊ីកម្មស៊ីអីយើងអញ្ចឹងណាអញ្ចឹងគេកំណត់ឲ្យយើងត្រូវទុកផ្ទះហ្នឹងរយៈពេលប្រហែលឆ្នាំអញ្ចឹងក្នុងករណីអីពេលដែលយើងលក់ទៅយើងត្រូវបង់គេហៅ PPP loan ហ្នឹងគឺសម្រាប់យើងបង់ថ្លៃ prepaid ក្នុងករណីថាបើសិនជាយើងចង់ refinance ឬមួយចង់លក់ផ្ទះហ្នឹងក្នុងកំឡុងមុនពេលកំណត់ហ្នឹងគឺយើងត្រូវបង់ chargeback ថ្លៃសំណងឯកសារដែលកន្លែងខ្ចីលុយគេនឹងឆាយពីយើងឬមួយធម្មតាគេដកលុយរបស់គេទាំងដុតយកមកឲ្យយើងខ្ចីអញ្ចឹងដល់ពេលឥឡូវយើងអត់ទាន់បានអីនេះពួកយើងចង់ដែលថាលក់ផ្ទះហ្នឹងចង់កាត់កងសងគេវិញធម្មតាគេខាតកន្លែងហ្នឹងពួកគេយកលុយទៅឲ្យអ្នកផ្សេងគេមិនចំណេញបានការផ្ទះកន្លែងហ្នឹងអញ្ចឹងណាអញ្ចឹងយ៉ាងណាមិញគឺជាការរត់សំណងឯកសារមួយពេលដែលយើងនិយាយពីរឿងខ្ចីលុយផ្ទះសម្រាប់យកជួលតែបើសិនជាចង់និយាយថារត់គេមិនឲ្យយើងលក់គឺអត់មានទេអ្នកទាំងអស់គ្នាសិទ្ធិរបស់យើងលុយរបស់យើងគឺគាត់ថាពេលយើងលក់ទៅគឺយើងខាត់បង់កន្លែងហ្នឹងតែប៉ុណ្្នឹងអញ្ចឹងណាអញ្ចឹងយ៉ាងណាមិញសម្រាប់បងប្អូនខ្មែរយើងដែលគាត់ទិញហើយចៃដន្យកន្លះវិសាប្រែប្រួលឬមួយចៃដន្យអីយើងទិញទៅយើងគិតថាតំបន់ហ្នឹងយើងនៅមែនឬមួយយើងទិញទៅប្តីប្រពន្ធលែងឡាគ្នាអញ្ចឹងបញ្ហាដែលវាអាចកើតឡើងគឺវាមានចិត្តយងទៅតាមកន្លះវិសារបស់ម្នាក់ប៉ុន្តែនេះខ្ញុំចង់និយាយថាលក់ក៏នៅតែលក់បានអញ្ចឹងគាត់ថាសំខាន់គឺយើងខាតលុយបង់ថ្លៃ loan ខាតលុយបង់ commission ខាតលុយរកក្រាស្នាមប៉ុន្តែលក់ក៏នៅតែលក់បានអញ្ចឹងកុំឲ្យយើងមានបញ្ហាគេហៅថាខូច credit ខូចអីហ្នឹងហើយណាមួយបើសិនជាយើងទិញ6ខែគឺយើងអត់ទាន់ចំណេញទេអ្នកទាំងអស់គ្នា real estate ដែលចង់និយាយថានេះខ្ញុំទទួលស្គាល់ការជំនាន់ covid ពេលដែលយើងទិញហើយប្រហែល3 6ខែ3ក្រោយ3 4ខែក្រោយតម្លៃវាអាចឡើង100000គ្នាដែរប៉ុន្តែឥឡូវទីផ្សារឥឡូវគឺយើងអាចទាន់ឃើញទេចានិយាយទៅចង់និយាយថាអ្វីដែលយើងត្រូវទទួលដឹងឮថាពេលដែលយើងលក់ទៅគឺយើងត្រូវចំណាយគេខាតអីគេថាតើវាគួរតែលក់ឬមួយគួរតែទុកឬមួយក៏ដាក់ជួលឬមួយអីចឹងទៅអញ្ចឹងវាយកយោងទៅលើក្រាបសាស្ត្របងប្អូនយើងម្នាក់ប៉ុន្តែចង់និយាយថាលក់បានគឺលក់បានគ្រាន់តែយើងខាតលុយច្រើនតែប៉ុណ្ណឹងចាអញ្ចឹងគ្មានច្បាប់ណាគេមិនឲ្យយើងលក់ឯងទៅដល់ប៉ុណ្ណាទេអញ្ចឹងដោយសារបងអូនស្រីហ្នឹងគាត់ថាគាត់ស្ដាប់ព័ត៌មានខ្លះទៅវាច្រើនពេកចឹងគាត់អត់យល់មួយណាអញ្ចឹងខ្ញុំក៏ចង់លើកសម្រាប់នេះចែករំលែកគីឡូមេត្របងប្អូនខ្មែរដែលគាត់មានចំណោទខ្លាំងនឹងដែរព្រោះខ្ញុំដូចជាអត់មានបានលើក topic នេះយកមកនិយាយចឹងណាអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់វីដេអូថ្ងៃនេះជួបគ្នាទៀតបាយ